សម្រាប់អ្នកដែលចូលចិត្តបោះតង់ក្នុងព្រៃជ្រៅៗគួរតែដឹងអំពីដំណំខ្លះៗដើម្បីជៀសវាងមានគ្រោះថ្នាក់ដោយមិនដឹងខ្លួននៅក្នុងពេលបច្ចុប្បន្នគេសង្កេតឃើញថាដំណើរកម្សាន្តតាមបែបផ្សងព្រេងឬបោះតង់នៅតាមតំបន់ព្រៃភ្នំហាក់កំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងជាពិសេសពីសំណាក់យុវវ័យដែលចង់មហាអារម្មណ៍ជាមួយនឹងទេសភាពព្រៃភ្នំស្រូបយកខ្យល់អាកាសបរិសុទ្ធគយគន់សម្រស់ធម្មជាតិរំសាយទុក្ខកង្វល់ជាមួយមិត្តភ័ក្តិដ៏ស្និទ្ធស្នាលជាដើមតែជាការពិតអ្នកដែលនិយមចូលចិត្តធ្វើដំណើរកម្សាន្តបែបនេះក៏គួរតែដឹងផងដែរថានៅតាមតំបន់ព្រៃភ្នំជ្រៅៗបើតាមជំនឿរបស់ចាស់ៗតែងតែហាមប្រាមក៏ដូចជាមានដំណំមួយចំនួនព្រោះនៅកន្លែងទាំងនោះគឺសុទ្ធសឹងតែជាកន្លែងដែលមានម្ចាស់ទឹកម្ចាស់ដីដែលចាំថែរក្សាដូចជាអរុក្ខអរិយអ្នកតាព្រលឹងព្រាយបិសាចជាដើមដូច្នេះហើយទើបបានជាចាស់ៗនៅពេលដែលដឹងថាមានកូនចៅត្រូវធ្វើដំណើរទៅក្នុងព្រៃជ្រៅៗតែងតែផ្ដាំផ្ញើថាត្រូវចេះប្រយ័ត្នមាត់កព្រោះការដែលភ្លេចខ្លួនលេងសើចមិនដឹងខ្លួនមិនគោរពមាត់កមិនគិតមិនជឿបែបជាប្រមាថផ្សេងនោះនឹងអាចបង្កទៅជាគ្រោះថ្នាក់មកដល់ខ្លួនឯងនិងអ្នកធ្វើដំណើរជាមួយគ្នាបានជាមួយគ្នានេះបើតាមសម្ដីលោកវងមនីរយដាវសាវឌីដែលជាគ្រូមន្តអាគមមួយរូបបានលើកឡើងថាពាក់ព័ន្ធនឹងជំនឿនេះផងដែរថាសម្រាប់អ្នកដែលចូលចិត្តទៅកម្សាន្តឬចូលទៅបោះតង់ក្នុងតំបន់ព្រៃភ្នំគួរតែមានការប្រុងប្រយ័ត្នខ្ពស់និងគួរតែដឹងនៅដំណំខ្លះជាមុនសិនមុនពេលចូលទៅក្នុងព្រៃភ្នំហើយដំណំទាំងនេះមានដូចជាដំណំទី1ទោះបីជាឃើញអ្វីក៏ដោយក៏ពុំចង់ដឹងចង់លឺអសោះឬទៅកុំប៉ះពាល់របស់គេអសោះឧទាហរណ៍ដូចជាស្មៅគួចដែលគេចងដើមឈើឬរបស់ដែលគេសែនព្រេងដាក់ចោលនៅក្នុងព្រៃព្រោះរបស់ទាំងនោះពេលខ្លះវាជាសំណែនដែលគេសែនទៅឲ្យអ្វីមួយគេថាបានដំណំទី2ហាមដាច់ខាតឃើញអ្វីក៏ដោយឃើញសត្វអ្វីក៏ដោយត្រូវធ្វើចិត្តឲ្យរឹងមាំកុំស្រែកឆោឡោកុំស្រែកជេរកុំប្រតិចព្រោះអ្វីដែលយើងបានឃើញនោះអាចជាព្រលឹងខ្មោចឬអ្នកតាដែលពេលខ្លះគេលលេងនឹងយើងដំណំទី3ហាមដាច់ខាតនិយាយលេងជាមួយមិត្តភ័ក្តិដោយសម្ដីអសុរោះដូចជាការជេរគ្នាមិនសមរម្យឧទាហរណ៍អាស្លាប់អាងាប់ជាដើមព្រោះរឿងហេតុអាចកាត់ឡើងដោយទៅតាមនឹងពាក្យដែលយើងបានជេរនោះពិតប្រាកដមែនដំណំទី4ហាមនិយាយថាកន្លែងនេះស្អាតណាស់ចង់រស់នៅទីនេះព្រោះបើនិយាយបែបនេះគេនឹងអាចយកយើងទុកនៅកន្លែងនេះពិតប្រាកដមែនដំណំទី5ហាមលេងល្បែងដូចជាល្បែងខ្មោចកំប៉ុងល្បែងលេងសួរខ្មោចព្រោះខ្លាចមានម្ចាស់ថែរក្សានៅទីនោះប្រកាន់ធ្វើឲ្យយើងវង្វេងផ្លូវឬអាចធ្វើឲ្យយើងមានគ្រោះថ្នាក់ណាមួយដំណំទី6ហាមចង់បានរបស់ដែលនៅកន្លែងនោះពេលខ្លះអ្នកថែរក្សានៅកន្លែងនោះគេលោលេងជាមួយយើងបង្ហាញរបស់នេះរបស់នោះធ្វើឲ្យយើងចង់បានតែអ្នកដែលចង់បានរបស់គេភាគច្រើនតែងតែមិនដែលបានសេចក្តីសុខនោះឡើយដូច្នេះសម្រាប់អ្នកដែលបានជួបហេតុការណ៍និយាយខុសមាត់ខុសកបានឃើញអ្វីផ្ដេសផ្ដាសក្នុងពេលនោះមានវិធីសាស្ត្រមួយគឺកុំផ្ដល់ឥទ្ធិពលទៅលើវិញ្ញាណម្ចាស់ព្រៃខ្លាំងពេកហើយចាប់ផ្ដើមរំលឹកដល់គុណមេដាបិតាមុនគេបង្អស់ព្រោះគ្មានអ្វីដែលល្អនិងស័ក្តិសិទ្ធិជាងបល័យគុណមេដាបិតាទៀតនោះទេឬម្យ៉ាងទៀតអាចដូចចង្គង់សំពះម្ចាស់ទឹកម្ចាស់ដីសុំខមាទោសនៅអ្វីដែលអ្នកបានធ្វើខុសក៏ប៉ុន្តែក្នុងពេលសុំខមាទោសនោះហាមដាច់ខាតគឺការសន្យាធ្វើឲ្យជាប់មាត់ជាប់កឧទាហរណ៍ដូចជាសន្យាថាសូមឲ្យកូនចៅសុខសប្បាយហើយកូនចៅត្រឡប់មកឧទាហរណ៍ដូចជាសន្យាថាសូមឲ្យកូនចៅសុខសប្បាយហើយចាំកូនចៅនឹងហ
ហើយចាំកូនចៅត្រឡប់មកសែនព្រេងឲ្យវិញជាដើមព្រោះអាចនឹងធ្វើឲ្យយើងមានគ្រោះថ្នាក់ដោយសារតែការសន្យានោះបានប្រសិនបើមិនអាចធ្វើបានឲ្យគេទេយ៉ាងណាមិញទាំងនេះគ្រាន់តែជាការចូលរំលែកនៅជំនឿនិងដំណងខ្លះៗដែលចាស់បុរាណខ្មែរយើងដែលពួកគាត់ធ្លាប់បានជួបប្រទះតែប៉ុណ្ណោះជារួមសម្រាប់ការជឿឬមិនជឿគឺអាស្រ័យទៅលើបុគ្គលម្នាក់ៗក៏ប៉ុន្តែបើមិនជឿសូមកុំប្រមាថយ៉ាងណាក្តីមានបុរសម្នាក់គាត់បានជួបហេតុការណ៍បោះតង់ជួបខ្មោចលងសាហាវទាំងយប់នៅម៉ោង 2 ដល់ 10 យប់អញ្ចឹងណាខ្ញុំអត់បញ្ចេញឈ្មោះទេប៉ុន្តែគាត់ខ្ញុំជួយបកស្រាយឲ្យអញ្ចឹងណាកាលពីពេលមួយមានមិត្តភ័ក្តិ4នាក់ឈ្មោះវុធីរ៉ាសុខានិងឌីណាបាននាំគ្នាទៅបោះតង់កំសាន្តនៅជើងភ្នំដាច់ស្រយាលមួយដែលនៅឆ្ងាយពីភូមិជាច្រើនគីឡូម៉ែត្រពួកគេចង់សាកល្បងជីវិតនៅកណ្ដាលធម្មជាតិដែលពួកគាត់តាមពិតទៅនៅភ្នំពេញឯពួកគាត់មករៀននៅភ្នំពេញប៉ុន្តែសៅរ៍អាទិត្យចឹងទៅគាត់ទៅលេងពីការរៀនសូត្រឬក៏ពីការងារពួកគាត់ក៏ណាត់គ្នាទៅបោះតង់ចឹងទៅហើយនឹងថតវីដេអូផ្សងព្រេងសម្រាប់បង្ហោះលើបណ្ដាញសង្គមចឹងណានៅពេលថ្ងៃអ្វីៗមើលទៅធម្មតាណាស់ពួកគេដើរលេងជុំវិញព្រៃប្រមូលអស់និងរៀបចំតម្លើងតង់ប៉ុន្តែមានអ្នកភូមិចាស់ម្នាក់បានប្រមានថាកន្លែងនោះធ្លាប់ជាទីតាំងដែលមានមនុស្សបាត់ខ្លួនជាច្រើនហើយពេលយប់គេតែងតែឮសំឡេងយំចម្លែកពីក្នុងព្រៃមិត្តភ័ក្តិទាំង4អ្នករបស់គាត់ហ្នឹងគ្រាន់តែសើចហើយគិតថាជារឿងនិទានទេដើម្បីបំភ័យពួកគាត់អញ្ចឹងណាប៉ុន្តែជាក់ស្ដែងនៅពេលដែលបោះតង់នៅពេលយប់ដែលពួកគាត់បានជួបហ្នឹងលុះទៅជាលុះដល់ម៉ោងប្រហែល11យប់ម៉ោង11យប់ខ្យល់ត្រជាក់បានបក់ខ្លាំងជាងមុនអញ្ចឹងណាពេលភ្លើងកម្ដៅដែលពួកគាត់បង្កាត់ភ្លើងឲ្យភ្លឺជំវិញតង់របស់គាត់ហ្នឹងវាចាប់ផ្ដើមរលត់បន្តិចម្ដងទៀតហើយគ្រានោះមានសុខាហ្នឹងណាបើគេគាត់ឈ្មោះសុខាដែលបានកំពុងថតវីដេអូហ្នឹងស្រាប់តែឮសំឡេងដល់ជន់ស្លឹកឈើក្រិចពីក្រោយតង់របស់គាត់គេនឹកពួកគាត់ស្មានថាសុខាហ្នឹងគាត់ស្មានថាជាសត្វព្រៃដែរក៏យកភ្លើងពើទៅបញ្ចាំងមើលប៉ុន្តែអ្វីដែលគេឃើញគឺសមោកមនុស្សស្រីម្នាក់ចូលឆ្ងាយប្រហែល20ម៉ែត្រនាងស្លៀកសម្លៀកបំពាក់សក់វែងបាំងមុខទាំងស្រុងមកសង្ស័យថាខ្មោចទេមើលទៅហើយសុខាក៏បានស្រែកសួរថាណាគេហ្នឹងប៉ុន្តែវាអត់មានចម្លើយហើយភ្លាមនោះស្រមោលនោះបានបាត់ខ្លួនទៅវិញយ៉ាងលឿនហើយសុខារត់មកប្រាប់មិត្តភ័ក្តិ3នាក់ហ្នឹងប៉ុន្តែគ្មាននរណាម្នាក់គេជឿបានថាមិត្តភ័ក្តិរបស់គាត់3នាក់ហ្នឹងគឺអត់ជឿនៅអ្វីដែលគាត់បានជួបទេហើយពួកគេគិតថាសុខាភ័យពេកទឹកឃើញរឿងមិនពិតអញ្ចឹងណាប៉ុន្តែមិនយូរប្រហែលទូរស័ព្ទរបស់មិត្តភ័ក្តិទាំងអស់ចាប់ផ្ដើមដំណើរការខ្លួនឯងលើអេក្រង់បើកបិទហើយលេចរូបថតមួយសន្លឹកដែលគ្មាននរណាថតក្នុងនោះមានរូបក្នុងរូបនោះមានស្ត្រីសក់វែងឈរនៅពីក្រោយតង់របស់ពួកគាត់ចឹងណាបេះដូងអ្នកទាំង4ចាប់ផ្ដើមលូតញាប់ហើយសក់គាត់ឯងបាសរួមខ្ញាក់ហេរ៉ាហើយមិត្តភ័ក្តិរបស់គាត់ឈ្មោះរ៉ាបានប្រញាប់បើកទ្វារតង់ហ្នឹងមើលទៅខាងក្រៅស្រាប់តែឃើញស្ត្រីនោះឈរនៅចិត្តជាងមុនផ្ទៃរបស់នាងសម្លឹងមកកាន់ពួកគេដោយភាពភ័យខ្លាចភ្លាមនោះក៏ឮសំឡេងស្រាលបានលាន់ចេញពីព្រៃហឺចឹងហើយខ្យល់បក់កាន់តែខ្លាំងដើមឈើជុំវិញចាប់ដើមរំជួយដូចជាមានអ្វីមួយកំពុងរត់កាប់ចឹងហើយឌីណាសម្រាប់ចិត្តថា
ត្រូវតែចាក់ចែងភ្លាមពីទីនេះដែលពួកគេចាប់ផ្ដើមប្រមូលសម្ភារៈប៉ុន្តែរថយន្តដែលចតនៅក្បែរនោះស្រាប់តែមិនអាចបញ្ឆេះបានមិនថារថយន្តគាត់ខូចហើយអញ្ចឹងណាមកខូចឯងចាំមកពេលខ្មោចលងហ្នឹងវិញទូខំសាកប៉ុន្មានដងក៏ដោយប៉ុន្តែម៉ាស៊ីនរថយន្តនៅតែស្ងៀមនៅពេលនោះបុទ្ធីបានបញ្ចាំងភ្លើងពើទៅកាន់ព្រៃហើយគេបានឃើញអ្វីដែលធ្វើឲ្យឈាមកកមិនមែនមានស្ត្រីម្នាក់ឡើយតែមានស្រមោលមនុស្សជាច្រើនអ្នកកំពុងឈរជុំវិញពួកគេស្រមោលទាំងនោះចាប់ផ្ដើមដើរចូលមកយឺតចំណែកឯអ្នកទាំង4វិញខ្លាចកាន់តែខ្លាំងរត់ចេញពីកន្លែងបោះតង់ដោយមិនខ្វល់អ្វីទាំងអស់ពួកគេរត់កាត់ព្រៃងងឹតអស់ជាច្រើននាទីរហូតដល់ផ្លូវធំនៅទីនោះពួកគេក៏បានជួបអ្នកភូមិមួយក្រុមដែលកំពុងស្វែងរកពួកគេក្រោយមកអ្នកភូមិនោះបានប្រាប់ថាកន្លែងដែលពួកគេទៅបោះតង់នោះគឺជាកន្លែងដែលធ្លាប់មានគ្រោះថ្នាក់ធំមួយកន្លែងកាលពីជាច្រើនឆ្នាំមុនហើយមនុស្សជាច្រើនជឿថាវិញ្ញាណអ្នកដែលស្លាប់នៅតែស្ថិតនៅទីនោះហើយចាប់តាំងពីថ្ងៃនោះមកមិត្តភក្តិទាំង4នាក់របស់សុខាហ្នឹងមិនដែលទៅហ៊ានបោះតង់នៅកន្លែងដែលសន្យាទៀតឡើយអ្វីដែលគួររន្ធត់បំផុតនោះគឺនៅក្នុងកាមេរ៉ារបស់សុខានៅតែមានវីដេអូមួយដែលបង្ហាញអំពីស្ត្រីសក់វែងកំពុងឈរនៅពីក្រោយខ្នងពួកគេអញ្ចឹងអត្ថបទហ្នឹងគឺចប់ហើយមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាมันមានអ្វីខុសឆ្គងចឹងជាចុងក្រោយអ្នកនរគ្នាសូមជួយចុច Subscribe Channel ខ្ញុំអ្នកមួយផងដើម្បីទទួលបាននៅដើម្បីទទួលបាននៅដំណឹងថ្មីៗក៏ដូចជាចំណេះដឹងថ្មីៗពីការចែករំលែកចឹងណា